បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាស្មៅ Super Napier បងប្អូនបាទគឺមានអាយុ2 ខែហើយបងប្អូនបាទស្មៅនេះគឺខ្ញុំមិនបានពូនគល់មិនបានដាក់ជីអីទេបងប្អូនគឺធម្មជាតិ 100% បងប្អូនតែបើបានពូនគល់បានដាក់ជីប្រហែលជាអាចលូតលាស់នឹងល្អជាងនេះទៀតបងប្អូនតែយើងអាចបានធ្វើអីទេដោយសារនេះជាបទពិសោធន៍លើដំបូងហើយក៏ដូចជាការសាកល្បងក្នុងការយើងមិនប្រើប្រាស់អ្វីទាំងអស់សម្រាប់ការដីថ្មីបងប្អូនអញ្ចឹងរយៈពេល1 ខែទៀតយើងអាចធ្វើការកាត់បានហើយអាចយកធ្វើពូជដើម្បីធ្វើការដាំបន្តដែរបងប្អូននេះខ្ញុំដាំបានតែ 10000 កង់ទេព្រោះវាចំណាយលុយច្រើនដែរបងប្អូនតែសម្រាប់ខែវស្សានេះតម្លៃស្មៅអាចធូរថ្លៃជាងរដូវប្រាំងពីព្រោះវាសម្បូរអញ្ចឹងទេនេះគឺជាការសាកល្បងថ្មីមួយក្នុងការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វបងប្អូនអញ្ចឹងមានតែប៉ុណ្្នឹងឯងចាំតាមដានទាំងអស់គ្នាបងប្អូន